ពាក្យ3ម៉ាត់ដ៏មានអំណាចមេរៀនទី1ព្រះពរនៃការអត់ទោសការអត់ទោសគឺជាពាក្យដ៏ស្រស់ស្អាតបំផុតមួយនៅក្នុងភាសានីមួយៗតើអ្វីដែលធ្វើឲ្យពាក្យនេះពិសេសនិងស្រស់ស្អាតយ៉ាងនេះជាការល្អណាស់ដែលយើងពិចារណានៅលទ្ធផលមួយចំនួនដែលហូរចេញពីការអត់ទោសគឺការផ្សះផ្សាសន្តិភាពភាពសុខដុមការយោគយល់និងការប្រកបពិភពលោករបស់យើងសប្តាហ៍ថ្ងៃនេះពិតជាត្រូវការវាខ្លាំងណាស់ផ្ទុយទៅវិញសូមពិចារណាអំពីផលវិបាកមួយចំនួនដែលកើតចេញពីការបរាជ័យរបស់យើងនៅក្នុងការអត់ទោសនិងការទទួលបានការអត់ទោសគឺភាពល្វីងជូរចត់ការឆ្លោះប្រកែកគ្នាការមិនចោះសម្រុងគ្នាការស្អប់គ្នានិងសង្គ្រាមពេលខ្លះវាហាក់ដូចជាមនុស្សជាតិទាំងមូលស្ថិតក្នុងគ្រោះថ្នាក់នៃការគ្របដណ្ដប់ដោយកម្លាំងអាក្រក់និងអវិជ្ជមានទាំងនេះប្រសិនបើយើងចង់ងើបឡើងលើពីស្ថានភាពទាំងនេះយើងអាចធ្វើបានតែតាមរយៈការរៀននិងអនុវត្តគោលការណ៍នៃការអត់ទោសប៉ុណ្ណោះការអត់ទោសមានទិសដៅពីរដែលបានបង្ហាញនៅក្នុងព្រះគម្ពីរទិសដៅទាំងពីរនេះត្រូវបានបង្ហាញយ៉ាងច្បាស់ដោយនិមិត្តសញ្ញាដ៏អស្ចារ្យនៃជំនឿរបស់យើងគឺឈើឆ្កាងមានពីរផ្នែកផ្នែកបញ្ឈរនិងផ្នែកផ្ដេកផ្នែកទាំងពីរនេះតំណាងឲ្យទិសដៅទាំងពីរនៃការអត់ទោសផ្នែកបញ្ឈរតំណាងឲ្យការអត់ទោសមកពីព្រះដែលយើងទាំងអស់គ្នាត្រូវការហើយយើងអាចទទួលបានតែតាមរយៈការកំណត់អត្តសញ្ញាណរបស់យើងជាមួយនឹងយ៉ាញ់បូជានិងការរស់ឡើងវិញរបស់ព្រះគ្រីស្ទផ្នែកផ្ដេកតំណាងឲ្យទំនាក់ទំនងរបស់យើងជាមួយមនុស្សហើយវានិយាយពីការអត់ទោសដែលក្នុងករណីនេះមានវិធីពីរយ៉ាងគឺការអត់ទោសដែលយើងត្រូវការទទួលពីអ្នកដទៃនិងការអត់ទោសដែលយើងផ្ដល់ឲ្យអ្នកដទៃជាថ្មីម្ដងទៀតកន្លែងតែមួយគត់ដែលយើងអាចទទួលបានព្រះគុណសម្រាប់ការអត់ទោសប្រភេទនោះគឺឈើឆ្កាងផ្នែកបញ្ឈរចូលចាប់ផ្ដើមជាមួយនឹងប្រភេទនៃការអត់ទោសដែលយើងត្រូវការហើយអាចទទួលបានពីព្រះផ្ទាល់គឺទិដ្ឋភាពបញ្ឈរមានព្រះពរដ៏អស្ចារ្យក្នុងការទទួលបានការអត់ទោសពីព្រះជាម្ចាស់ការនេះត្រូវបានបញ្ជាក់យ៉ាងច្បាស់លាស់បំផុតនៅក្នុងព្រះគម្ពីរទំនុកដំកើងជំពូក32ដែលស្ដេចដាវីតនិយាយថាមានពរហើយមនុស្សណាដែលការរំលងច្បាប់របស់ខ្លួនបានអត់ទោសឲ្យគឺដែលបាបរបស់ខ្លួនបានគ្របបាំងហើយមានពរហើយមនុស្សណាដែលព្រះយេហូវ៉ាមិនរាប់ថាជាអ្នកមានទោសជាអ្នកដែលគ្មានគល់ឧបាយនៅក្នុងចិត្តសោះព្រះគម្ពីរទំនុកដំកើងជំពូក32ខ1ដល់ខ2នៅក្នុងភាសាហេប្រឺទំនុកដំកើងនេះចាប់ផ្ដើមដោយពាក្យពហុវចនៈគឺព្រះពរមានពរហើយមនុស្សណាដែលការរំលងច្បាប់របស់ខ្លួនបានអត់ទោសឲ្យអត្ថន័យគឺថាមានព្រះពររាប់មិនអស់ភ្ជាប់ជាមួយនឹងការទទួលបានការអត់ទោសពីអំពើបាបរបស់យើងវាជាការសំខាន់ណាស់ដែលត្រូវដឹងថាព្រះគម្ពីរមិននិយាយអំពីមនុស្សដែលមិនត្រូវការការអត់ទោសនោះទេព្រះគម្ពីរបញ្ជាក់យ៉ាងច្បាស់ថាយើងទាំងអស់គ្នាត្រូវការការអត់ទោសពីព្រះមិនមានករណីលើកលែងទេនៅក្នុងបទទំនុកដំកើងមួយផ្សេងទៀតអ្នកតែងបទទំនុកដំកើងនិយាយថាគ្មានមនុស្សណាដែលអត់ធ្វើបាបឡើយយើងទាំងអស់គ្នាបានធ្វើបាបដូច្នេះយើងទាំងអស់គ្នាត្រូវការការអត់ទោសវាមិនមែនជាសំណួរថាតើយើងត្រូវការការអត់ទោសឬអត់នោះទេប៉ុន្តែថាតើយើងទទួលការអត់ទោសឬក៏អត់ដូច្នេះហើយទើបស្ដេចដាវីតនិយាយថាមានពរហើយមនុស្សណាដែលព្រះយេហូវ៉ាមិនរាប់ថាជាអ្នកមានទោសជាអ្នកដែលគ្មានគល់ឧបាយនៅក្នុងចិត្តសោះគាត់កំពុងសរសេរអំពីប្រភេទនៃមនុស្សដែលបានធ្វើបាបពិតប្រាកដប៉ុន្តែអំពើបាបរបស់គាត់មិនត្រូវបានរាប់ប្រឆាំងនឹងគាត់ទៀតទេយ៉ាងណាក៏ដោយលក្ខខណ្ឌដាច់ខាតមួយដើម្បីទទួលបានការអត់ទោស
គឺជាភាពស្មោះត្រង់ចំពោះព្រះជាម្ចាស់ការនេះមានន័យថាមិនព្យាយាមបិទបាំងដោះសារឬមិនព្រមទទួលស្គាល់អំពើទាំងនោះទេបន្ទាប់មកស្ដេចដាវីតបានសរសេរចេញនៅបទពិសោធន៍ផ្ទាល់ខ្លួនរបស់គាត់ថាកាលទូបង្គំស្ងៀមនៅនោះឆ្អឹងទូបង្គំបានខ្សោះទៅដោយសារដំងោដែលទូបង្គំធ្ងោជាដរាបរាល់ថ្ងៃត្បិតព្រះហស្ថនៃទ្រង់បានសង្កត់លើទូបង្គំជាធ្ងន់ទាំងយប់ទាំងថ្ងៃធាតុទឹករបស់ទូបង្គំបានត្រឡប់ទៅជារីងហួតដូចជារដូវក្តៅទូបង្គំបានរាប់ទទួលអំពើបាបរបស់ទូបង្គំនៅចំពោះទ្រង់ឥតលាក់ការទុច្ចរិតរបស់ទូបង្គំទុកឡើយទូបង្គំបាននិយាយថាទូបង្គំនឹងលន់តួអស់ទាំងការរំលងរបស់ទូបង្គំដល់ព្រះយេហូវ៉ាឯទ្រង់ក៏បានអត់ទោសចំពោះអំពើបាបនៃទូបង្គំទៅព្រះគម្ពីរទំនុកដំកើងជំពូក32ខ3ដល់ខ5ខ្ញុំជឿថានៅពេលដែលដាវីតសរសេររឿងនេះគាត់បានគិតអំពីរឿងរបស់នាងបាតសេបាដែលជាភរិយារបស់លោកអូរីជាជនជាតិហេតវាគឺជាស្ថានភាពដ៏អាក្រក់មួយដែលគាត់បានប្រព្រឹត្តអំពើផិតក្បត់ហើយបន្ទាប់មកគាត់បានធ្វើអំពើឃាតកម្មដើម្បីលាក់បាំងអំពើផិតក្បត់របស់គាត់ជាការពិតស្ដេចដាវីតក៏ដូចជាយើងមួយចំនួនដែរអស់រយៈពេលជាយូរមកហើយគាត់បានបដិសេធមិនប្រឈមមុខនឹងការពិតនៃអំពើបាបរបស់គាត់ព្យាយាមមិនអើពើនឹងវាគាត់បានព្យាយាមធ្វើពុតថាវាមិនដែលកើតឡើងទេគាត់បានព្យាយាមបិទបាំងវាប៉ុន្តែគ្រប់ពេលវេលាគាត់ដូចជាមនុស្សដែលមានជំងឺគ្រុនក្តៅគាត់បាននិយាយថាធាតុទឹករបស់ទូបង្គំបានត្រឡប់ទៅជារីងហួតដូចជារដូវក្តៅនោះឆ្អឹងទូបង្គំបានខ្សោះទៅការចង្អុលបង្ហាញនៅទីនេះគឺថាវាអាចមានផលប៉ះពាល់ផ្នែករាងកាយដោយសារការថ្កោលទោសខ្លួនឯងពីអំពើបាបដែលមិនទាន់ទទួលបានការអត់ទោសគ្រូពេទ្យផ្នែកវិកលចរិតម្នាក់បានប្រាប់ខ្ញុំអំពីស្ត្រីម្នាក់នៅក្នុងមន្ទីរពេទ្យមួយដែលគាត់បានបម្រើការងារនាងស្ថិតក្នុងស្ថានភាពអស់សង្ឃឹមតម្រងនោមរបស់នាងបានឈប់ដំណើរការស្បែករបស់នាងស្លេកស្លាំងប្រែទៅជាពណ៌លឿងទឹកក្រូចហើយនាងកំពុងសន្លប់រងចាំតែសេចក្តីស្លាប់នៅពេលដែលគ្រូពេទ្យវិកលចរិតម្នាក់នេះដើរឆ្លងកាត់គ្រែរបស់នាងនៅថ្ងៃមួយគាត់ត្រូវបានព្រះវិញ្ញាណបរិសុទ្ធបំផុសគំនិតឲ្យនិយាយមិនមែននៅពេលនាងមានស្មារតីទេប៉ុន្តែឲ្យនិយាយនៅពេលដែលនាងកំពុងសន្លប់នៅឡើយគំនិតស្មារតីរបស់នាងគឺមិនអាចទទួលបានអ្វីពីគាត់ទេគាត់បាននិយាយថានៅក្នុងព្រះនាមព្រះអម្ចាស់យេស៊ូគ្រីស្ទខ្ញុំអត់ទោសអំពើបាបរបស់អ្នកហើយក្រោយមកគាត់បានឆ្ងល់ថាតើគាត់បានធ្វើអ្វីដែលល្ងងតើព្រះវិញ្ញាណបរិសុទ្ធពិតជាបានជំរុញគាត់ឬគាត់បានភ្ញាក់ផ្អើលប្រហែលជាមួយសប្តាហ៍បន្ទាប់គាត់បានជួបស្ត្រីនោះដើរលើផ្លូវក្នុងទីក្រុងទាំងមានសុខភាពល្អទាំងស្រុងមូលហេតុមួយនៃស្ថានភាពផ្នែករាងកាយរបស់នាងគឺអំពើបាបដែលមិនទាន់បានអត់ទោសឲ្យនៅពេលអំពើបាបរបស់នាងត្រូវបានអត់ទោសឲ្យតាមរយៈការទូលអង្វររបស់បុរសម្នាក់នេះជំនួសនាងស្របពេលដែលវិញ្ញាណរបស់នាងមានភាពច្បាស់លាស់ជាមួយព្រះជាម្ចាស់ផ្លូវបានបើកសម្រាប់ការជាសះស្បើយរបស់នាងដូច្នេះរូបភាពរបស់ស្ដេចដាវីតអំពីស្ថានភាពរបស់គាត់នៅក្នុងទំនុកដំកើងជំពូក32គឺពិតប្រាកដណាស់នៅក្នុងខបន្ទាប់ស្ដេចដាវីតបានផ្ដល់នៅការអនុវត្តផ្ទាល់ខ្លួនចំពោះរឿងនេះដូច្នេះត្រូវឲ្យអស់អ្នកដែលកោតខ្លាចដល់ព្រះបានអធិដ្ឋានដល់ទ្រង់នៅវេលាដែលនឹងរកទ្រង់ឃើញយ៉ាងនោះកាលណាចំនួនធំជន់ឡើងនោះប្រកាសជានឹងមិនដែលលេចមកដល់អ្នកនោះឡើយទ្រង់ជាទីពំនួននៃទូបង្គំទ្រង់នឹងការពារទូបង្គំឲ្យរួចពីសេចក្តីទុក្ខលំបាកទ្រង់នឹងពន់ទូបង្គំជុំវិញដោយទំនុកនៃសេចក្តីសង្គ្រោះខ6ដល់ខ7ស្ដេចដាវីតនិយាយថាកុំឲ្យពន្យាពេលខណៈពេលដែលអ្នកនៅមានពេលវេលាសូមចាំថាត្រូវតែងាកទៅរកព្រះហើយសូមការអត់ទោសពីទ្រង់បន្ទាប់មកនៅពេលមានបញ្ហាកើតឡើងនៅពេលទឹកជំនន់ជន់ឡើងនៅពេលដែលគ្រោះមហន្តរាយបោកបក់មកក្នុងជីវិតអ្នកនឹងមានកន្លែងលាក់ខ្លួន
អ្នកនឹងត្រូវបានរក្សាឲ្យមានសុវត្ថិភាពនៅក្នុងទីពំនួនរបស់ព្រះជាករីអេសាយក៏មានអវ័យបន្ទាន់ប្រាប់យើងអំពីតម្រូវការក្នុងការស្វែងរកការអត់ទោសពីព្រះជាម្ចាស់ផងដែរចូលស្វែងរកព្រះយេហូវ៉ាក្នុងកាលដែលអាចនឹងរកទ្រង់ឃើញហើយអំពាវនាវដល់ទ្រង់ក្នុងកាលដែលទ្រង់គង់នៅជិតចុះត្រូវឲ្យមនុស្សអាក្រក់បោះបង់ផ្លូវរបស់ខ្លួនហើយឲ្យមនុស្សទុច្ចរិតចោលគំនិតអាក្រក់របស់ខ្លួនដែរព្រះគម្ពីរអេសាយជំពូក55ខ6មានពេលជាក់លាក់មួយប៉ុណ្ណោះដែលអ្នកអាចពឹងផ្អែកលើការងាកទៅរកព្រះអម្ចាស់បន្ទាប់ពីនោះអាចថាព្រះវិញ្ញាណបរិសុទ្ធនឹងមិនជំរុញអ្នកម្ដងទៀតទេប្រហែលជាអ្នកមិនអាចមានឱកាសម្ដងទៀតឡើយប៉ុន្តែមានពេលមួយដែលព្រះជាម្ចាស់អាចត្រូវបានរកឃើញគឺមានពេលមួយដែលព្រះគង់នៅជិតលោកអេសាយនិយាយថាចូលអំពាវនាវរកទ្រង់នៅពេលដែលទ្រង់គង់នៅជិតនេះជាបញ្ហាបន្ទាន់ប្រសិនបើអ្នកមិនទាន់បានទទួលការអត់ទោសពីអំពើបាបនៅក្នុងជីវិតរបស់អ្នកនៅឡើយឥឡូវនេះគឺជាពេលវេលាដើម្បីងាកទៅរកព្រះអម្ចាស់គម្ពីរសញ្ញាថ្មីចែងថាឥឡូវនេះជាពេលវេលាដែលកប់ព្រះハរតីទ្រង់ព្រះគម្ពីរកូរិនថូសខ្សែទី2ជំពូក6ខ2ឥឡូវនេះជាពេលវេលាដែលព្រះជាម្ចាស់នឹងស្ដាប់អ្នកសូមកុំពន្យាពេលនិងកុំដើរចេញពីការជំរុញដ៏ទន់ភ្លន់របស់ព្រះវិញ្ញាណបរិសុទ្ធកុំប្រឆាំងនឹងការរំលឹកឲ្យដឹងខ្លួនដែលទ្រង់បាននាំមកដល់អ្នកចូលចុះចូលនឹងការបំផុសគំនិតរបស់ទ្រង់សូមអំពាវនាវដល់ព្រះអម្ចាស់នៅពេលដែលទ្រង់គង់នៅជិតហើយសូមចងចាំពីព្រះពររបស់មនុស្សដែលអំពើបាបត្រូវបានអត់ទោសឲ្យមនុស្សគ្រប់គ្នាត្រូវការអត់ទោសហេតុអ្វីយើងត្រូវការអត់ទោសព្រះគម្ពីររ៉ូមជំពូក3ខ23ប្រាប់យើងយ៉ាងសាមញ្ញថាហេតុអ្វីបានជាយើងទាំងអស់គ្នាត្រូវតែស្វែងរកការអត់ទោសពីព្រះជាម្ចាស់ពីព្រោះគ្រប់គ្នាបានធ្វើបាបហើយខ្វះមិនដល់សិរីល្អនៃព្រះពាក្យទាំងអស់អាចបង្ហាញថាមិនមានករណីលើកលែងទេយើងទាំងអស់គ្នាបានធ្វើបាបគ្មានមនុស្សណាម្នាក់សុចរិតឡើយមិនមាននរណាម្នាក់ដែលធ្វើល្អជានិច្ចនោះទេអ្នកអាចជជែកតវ៉ាហើយនិយាយថាខ្ញុំមិនដែលបានប្រព្រឹត្តអំពើឃាតកម្មខ្ញុំមិនដែលលួចផិតក្បត់ឬប្រមាថឡើយប្រហែលជាអ្នកអាចនិយាយថាខ្ញុំមិនដែលនិយាយកុហកទេប៉ុន្តែមានរឿងមួយដែលយើងទាំងអស់គ្នាមានដូចគ្នាគឺយើងទាំងអស់គ្នាបានធ្វើបាបហើយខ្វះមិនដល់នៅសិរីល្អនៃព្រះខ្លឹមសារនៃអំពើបាបគឺមិនមែនជាការធ្វើអំពើខុសជាក់លាក់ណាមួយនោះទេខ្លឹមសារនៃអំពើបាបគឺការលួចសិរីល្អរបស់ព្រះពីជីវិតរបស់យើងទាំងអស់គ្នាបានដឹកនាំជីវិតដែលលួចសិរីល្អរបស់ទ្រង់ទោះអ្នកនៅទីណាក៏ដោយចូលចាំថាបទគម្ពីរចែងថាចូលស្វែងរកព្រះជាម្ចាស់ក្នុងកាលដែលអាចនឹងរកទ្រង់ឃើញសូមអំពាវនាវដល់ទ្រង់នៅពេលដែលទ្រង់គង់នៅជិតសូមកុំឲ្យថ្ងៃនេះកន្លងផុតទៅនោះឡើយលុះត្រាតែអ្នកបានស្វែងរកការអត់ទោសពីព្រះជាម្ចាស់រួចហើយមេរៀនទី2មូលដ្ឋាននៃការអត់ទោសបញ្ហានៃការអត់ទោសនេះគឺចាំបាច់ណាស់វាជាសារៈសំខាន់ផ្ទាល់ខ្លួនសម្រាប់យើងម្នាក់ៗហើយមូលដ្ឋានសម្រាប់ទទួលបានការអត់ទោសគឺឈើឆ្កាងរបស់ព្រះយេស៊ូវគ្រីស្ទយើងអាចត្រូវបានអត់ទោសដោយផ្អែកលើអ្វីដែលព្រះយេស៊ូវបានធ្វើជំនួសយើងប៉ុណ្ណោះជាង7សតវត្សមុនពេលដែលព្រះយេស៊ូវបានរងទុក្ខនិងសគត់នៅលើឈើឆ្កាងហោរ៉ាអេសាយបានទេអំពីអ្វីដែលទ្រង់ត្រូវធ្វើនិងហេតុអ្វីទ្រង់ធ្វើវាទោះបីជាព្រះនាមព្រះយេស៊ូវមិនត្រូវបានគេលើកយកមកនិយាយក៏ដោយអ្នកនិពន្ធនិងអ្នកផ្សាយដំណឹងល្អនៃគម្ពីរសញ្ញាថ្មីយល់ស្របថាព្រះយេស៊ូវគឺជាអ្នកដែលត្រូវបាននិយាយអំពីនៅទីនេះគឺជាអ្នកបម្រើរងទុក្ខដែលគ្មានឈ្មោះរបស់ព្រះអម្ចាស់ទ្រង់បានទ្រាំទ្ររងអស់ទាំងសេចក្តីឈឺចាប់របស់យើងហើយបានទទួលផ្ទុកអស់ទាំងសេចក្តីទុក្ខព្រួយរបស់យើងពិតប៉ុន្តែយើងរាល់គ្នាបានរាប់ទ្រង់ទុកជាអ្នកមានទោសវិញគឺជាអ្នកដែលព្រះបានវាយជាអ្នកដែលរងវេទនាតែទ្រង់ត្រូវរបួសដោយព្រោះអំពើរំលងរបស់យើងក៏ត្រូវវាយចំដោយព្រោះអំពើទុច្ចរិតរបស់យើងទេ
ឯការវាផ្ចាលដែលនាំឲ្យយើងបានជាមេត្រីនោះបានធ្លាក់ទៅលើទ្រង់ហើយយើងរាល់គ្នាបានប្រោះឲ្យជាដោយសារស្នាមរំពាត់នៅអង្គទ្រង់យើងទាំងអស់គ្នាបានតេះចេញដូចជាជាមគឺយើងបានបែរចេញទៅតាមផ្លូវរបស់យើងរៀងខ្លួនហើយព្រះយេហូវ៉ាបានទម្លាក់អំពើទុច្ចរិតរបស់យើងទាំងអស់គ្នាទៅលើទ្រង់ព្រះគម្ពីរអេសាយជំពូក53ខ4ដល់ខ6នោះគឺជាមូលដ្ឋាននៃការអត់ទោសរបស់ព្រះវាគឺជាការអត់ទោសដែលមិនធ្វើឲ្យខូចដល់យុត្តិធម៌របស់ទ្រង់សេចក្តីយុត្តិធម៌របស់ព្រះត្រូវបានបំពេញយ៉ាងពេញលេញនិងចុងក្រោយបំផុតដោយព្រះយេស៊ូវបានទទួលយកអំពើទុច្ចរិតការបះបោរនិងទោសទាំងអស់របស់យើងអេសាយគូសបញ្ជាក់ដូចជាលោកប៉ុលបាននិយាយនៅក្នុងព្រះគម្ពីររ៉ូមជំពូក3ខ23ដែរថាគ្មាននរណាម្នាក់ដែលមិនត្រូវការអត់ទោសនោះទេយើងទាំងអស់គ្នាបានតេះចេញដូចជាជាមគឺយើងបានបែរចេញទៅតាមផ្លូវយើងរៀងខ្លួនជាថ្មីម្ដងទៀតវាមិនមែនជាឧក្រិដ្ឋកម្មដ៏គួរឲ្យភ័យខ្លាចមួយចំនួនដែលយើងប្រហែលជាបានប្រព្រឹត្តនោះទេគម្ពីរមិនបានចែងថាយើងទាំងអស់គ្នាបានប្រព្រឹត្តអំពើឃាតកម្មឬបរិភោគច្រើនពេកនោះទេគម្ពីរចែងថាយើងបានតេះចេញយើងបានបែរទៅតាមផ្លូវរៀងខ្លួនយើងបានបះបោរយើងបានបំពេញចិត្តខ្លួនឯងយើងបានរស់នៅតាមបទដ្ឋានផ្ទាល់ខ្លួនយើងបានលួចសេរីល្អរបស់ទ្រង់ទាំងអស់នេះត្រូវបានសង្ខេបនៅក្នុងពាក្យដ៏រឹងមាំមួយនៃបទគម្ពីរគឺអំពើទុច្ចរិតប៉ុន្តែអរគុណព្រះជាម្ចាស់ដែលបានទម្លាក់អំពើទុច្ចរិតរបស់យើងទាំងអស់លើព្រះយេស៊ូវពាក្យភាសាហេប្រឺដែលត្រូវបានបកប្រែថាបានទម្លាក់លើទ្រង់មានលក្ខណៈរស់រវើកខ្លាំងណាស់វាមានន័យថាធ្វើឲ្យអ្វីៗទាំងអស់ជួបប្រទះគ្នានៅលើទ្រង់អំពើបាបទាំងអស់គ្រប់ទាំងការអាក្រក់និងបន្ទុកទាំងអស់របស់មនុស្សគ្រប់វ័យគ្រប់ទាំងដំណើរជីវិតដែលកន្លងបច្ចុប្បន្ននិងអនាគតបានមកជួបគ្នានៅលើបុគ្គលតែម្នាក់គឺព្រះអម្ចាស់យេស៊ូវនៅពេលដែលទ្រង់ត្រូវបានព្យួរនៅលើឈើឆ្កាងទ្រង់មិនបានសគត់ដោយព្រោះអំពើបាបផ្ទាល់ខ្លួនរបស់ទ្រង់ទេតែទ្រង់ត្រូវរបួសដោយព្រោះអំពើរំលងរបស់យើងលោកអេសាយនិយាយថាទ្រង់ត្រូវបានវាយចំដោយព្រោះអំពើទុច្ចរិតរបស់យើងទ្រង់ត្រូវបានរងទុក្ខទោសដើម្បីនាំឲ្យយើងបានជាមេត្រីសូមយកចិត្តទុកដាក់ជាពិសេសទៅលើរបៀបដែលការព្យាបាលនិងការអត់ទោសមានការតាក់ទងគ្នាជាច្រើនដងមនុស្សដែលកំពុងស្វែងរកការព្យាបាលនោះពិតជាត្រូវការអត់ទោសមុនពេលពួកគេអាចបានជាសះស្បើយព្រះគម្ពីរអេសាយនិយាយថាការវាយផ្ចាលដែលនាំឲ្យយើងបានជាមេត្រីយើងឃើញជាថ្មីម្ដងទៀតថាលទ្ធផលនៃការទទួលបានការអត់ទោសគឺជាសន្តិភាពពីព្រោះព្រះយេស៊ូវបានទទួលទណ្ឌកម្មដោយអំពើបាបរបស់យើងដោយទ្រង់បានជំនួសកន្លែងរបស់យើងព្រះប្រទានឲ្យយើងនូវសន្តិភាពនិងការផ្សះផ្សាតើអ្នកអាចរកវាដោយខ្លួនឯងបានទេនៅក្នុងព្រះគម្ពីររ៉ូមជំពូក4លោកប៉ុលបានផ្អែកទៅលើការបង្រៀនរបស់គាត់លើបទពិសោធន៍របស់លោកអាប់រ៉ាហាំដែលជាបុព្វបុរសដ៏អស្ចារ្យនៃជនជាតិយូដានៃអ៊ីស្រាអែលលោកចង្អុលប្រាប់ថាលោកអាប់រ៉ាហាំមិនទទួលបានទំនាក់ទំនងជាមួយនឹងព្រះដោយការខិតខំប្រព្រឹត្តរបស់គាត់នោះឡើយគាត់ទទួលបានការកប់ប្រហារតីពីព្រោះគាត់ជឿមិនមែនពីព្រោះអ្វីដែលគាត់ធ្វើនោះទេបើដូច្នេះយើងនឹងថាលោកអាប់រ៉ាហាំជាអាយកោយើងបានអ្វីខ្លះខាងឯសាច់ឈាមត្បិតបើសិនជាលោកអាប់រ៉ាហាំបានរាប់ជាសុចរិតដោយការដែលលោកប្រព្រឹត្តនោះលោកមានកន្លែងនឹងអួតខ្លួនហើយតែមិនមែនចំពោះព្រះទេតើគម្ពីរថាដូចម្ដេចគម្ពីរថាអាប់រ៉ាហាំបានជឿដល់ព្រះហើយសេចក្តីជំនឿនោះបានរាប់ជាសុចរិតដល់លោករីឯអ្នកណាដែលធ្វើការនោះរង្វាន់មិនរាប់ជាគុណរបស់ចៅហ្វាយទេគឺទុកជាថ្លៃឈ្នួលវិញទេតើតែចំណែកអ្នកដែលមិនធ្វើការសោះគឺគ្រាន់តែជឿដល់ព្រះអង្គដែលទ្រង់ប្រោសឲ្យមនុស្សថ្មិលល្មើសបានសុចរិតនោះសេចក្តីជំនឿរបស់អ្នកនោះបានរាប់ទុកជាសេចក្តីសុចរិតវិញព្រះគម្ពីររ៉ូមជំពូក4ខ1ដល់ខ5ប្រសិនបើយើងដឹកនាំជីវិតបានល្អឥតខ្ចោះ
នោះយើងនឹងទទួលបានរង្វាន់នៃសេចក្តីសុចរិតដែលគួរទទួលប៉ុន្តែលោកប៉ុលនិយាយថាដោយសារតែគ្មាននរណាម្នាក់ក្នុងចំណោមពួកយើងបានដឹកនាំជីវិតបានល្អឥតខ្ចោះនោះយើងមិនអាចទាមទារថាយើងគួរទទួលបានវានោះទេយើងត្រូវតែទទួលវាចេញពីព្រះគុណរបស់ព្រះជាអំណោយមួយលោកប៉ុលបន្តដកស្រង់ពាក្យរបស់ដាវីតពីទំនុកដំកើងជំពូក32ស្ដេចដាវីតនិយាយដូចគ្នានៅពេលដែលគាត់និយាយពីព្រះពររបស់មនុស្សដែលព្រះរាប់ជាសុចរិតមិនដោយការប្រព្រឹត្តនោះគឺមានន័យថាយើងមិនអាចរកបានដោយការប្រព្រឹត្តទេមិនមានអ្វីដែលយើងអាចធ្វើបានដើម្បីទទួលបានវាទេមានពោលហើយមនុស្សណាដែលការរំលងច្បាប់របស់ខ្លួនបានអត់ទោសឲ្យគឺដែលបាបរបស់ខ្លួនបានគ្រប់បាំងហើយមានពោលហើយមនុស្សណាដែលព្រះយេហូវ៉ាមិនរាប់ថាជាអ្នកមានទោសជាអ្នកដែលគ្មានកលឧបាយនៅក្នុងចិត្តសោះពាក្យដែលប្រកបដោយព្រះពរគឺអំពើបាបរបស់យើងនឹងមិនត្រូវរាប់ទោសប្រឆាំងនឹងយើងឡើយលោកប៉ុលបន្តលោកក៏មិនសង្ស័យចំពោះសេចក្តីសន្យារបស់ព្រះដោយចិត្តមិនជឿឡើយគឺរឹតតែមានសេចក្តីជំនឿខ្លាំងឡើងទាំងសរសើរដំកើងដល់ព្រះវិញហើយក៏ជឿជាក់អស់ពីចិត្តថាសេចក្តីអ្វីដែលទ្រង់សន្យានោះអាចនឹងធ្វើឲ្យសម្រេចបានហេតុនោះបានជារាប់សេចក្តីជំនឿរបស់លោកទុកជាសេចក្តីសុចរិតដល់លោកប៉ុន្តែដែលថាបានរាប់ដល់លោកដូច្នេះនោះមិនមែនទុកមកសម្រាប់លោកតែឯងទេគឺសម្រាប់យើងរាល់គ្នាដែរសេចក្តីសុចរិតនោះនឹងបានរាប់ដល់យើងរាល់គ្នាជាពួកអ្នកជឿដល់ព្រះអង្គដែលទ្រង់ប្រោសព្រះយេស៊ូវជាព្រះអម្ចាស់នៃយើងរាល់គ្នាឲ្យបានរស់ពីស្លាប់ឡើងវិញដែលទ្រង់ត្រូវគេបញ្ជូនទៅឲ្យមានទោសដោយប្រោសអំពើរំលងរបស់យើងរាល់គ្នាហើយបានប្រោសឲ្យមានព្រះជន្មរស់ឡើងវិញប្រយោជន៍ឲ្យយើងរាល់គ្នាបានរាប់ជាសុចរិតព្រះគម្ពីររ៉ូមជំពូក4ខ20ដល់ខ25ខ្លឹមសារនៃការទទួលការអត់ទោសគឺការមានជំនឿឥតងាករេថាព្រះនឹងធ្វើអ្វីដែលទ្រង់បានសន្យាថានឹងធ្វើយើងត្រូវតែជឿលើទិដ្ឋភាពទាំងពីរនៃឈើឆ្កាងថាព្រះយេស៊ូវបានសគត់ជាទោសសម្រាប់អំពើបាបរបស់យើងហើយត្រូវបានរស់ឡើងវិញដើម្បីឲ្យយើងទទួលបានការរាប់ជាសុចរិតរាប់ជាសុចរិតគឺជាពាក្យបច្ចេកទេសខាងសាសនាវិទ្យាមួយដែលទាមទារឲ្យមានការពន្យល់ខ្លះយើងត្រូវបានរាប់ជាសុចរិតតាមរយៈជំនឿនិងការសគត់របស់ព្រះយេស៊ូវជំនួសយើងខ្ញុំតែងតែពិពណ៌នាការរាប់ជាសុចរិតថាដូចជាខ្ញុំមិនដែលបានធ្វើបាបសោះពីព្រោះថានៅពេលដែលអំពើបាបរបស់ខ្ញុំត្រូវបានអត់ទោសខ្ញុំត្រូវបានចាត់ទុកថាជាមនុស្សសុចរិតជាមួយសេចក្តីសុចរិតរបស់ព្រះយេស៊ូវផ្ទាល់ការអត់ទោសទាំងស្រុងទិដ្ឋភាពដ៏អស្ចារ្យបំផុតមួយនៃនិស្ស័យរបស់ព្រះគឺថានៅពេលដែលទ្រង់អត់ទោសទ្រង់មិនមែនអត់ទោសឲ្យតែផ្នែកខ្លះៗនោះទេគឺទ្រង់អត់ទោសឲ្យទាំងស្រុងលោកមីកាបានថ្លែងយ៉ាងល្អថាតើមានអ្នកណាជាព្រះឲ្យដូចទ្រង់ដែលទ្រង់អត់ទោសចំពោះអំពើទុច្ចរិតហើយក៏បំភ្លេចអំពើរំលងរបស់សំណល់នៃមរតកទ្រង់មិនផ្ងំសេចក្តីខ្ញាល់ទុកជានិច្ចទេពីព្រោះទ្រង់សពប្រហារតីនឹងសេចក្តីសពបរិសុទ្ធវិញទ្រង់នឹងមានសេចក្តីអាណិតអាសូរដល់យើងរាល់គ្នាទៀតទ្រង់នឹងកម្រាបសេចក្តីទុច្ចរិតរបស់យើងនៅក្រោមព្រះបាទហើយនឹងបោះអស់ទាំងអំពើបាបរបស់យើងទៅក្នុងសមុទ្រជ្រៅព្រះគម្ពីរមីកាជំពូក7ខ18ដល់ខ19តើមិនអស្ចារ្យទេឬអីអ្វីគ្រប់យ៉ាងដែលយើងបានធ្វើខុសដែលវាអាចធ្វើឲ្យយើងមានអារម្មណ៍ថាមានទោសរាល់ការចោទប្រកាន់ដែលសត្រូវអាចយកមកប្រឆាំងទាស់នឹងយើងទ្រង់បានកម្រាបសេចក្តីទុច្ចរិតរបស់យើងនៅក្រោមព្រះបាទហើយនឹងបោះអស់ទាំងអំពើបាបរបស់យើងទៅក្នុងសមុទ្រជ្រៅមានអ្នកខ្លះបានកត់សម្គាល់ម្ដងថានៅពេលដែលព្រះបានបោះអំពើបាបរបស់អ្នកចូលទៅក្នុងសមុទ្រជ្រៅទ្រង់បានធ្វើសេចក្តីជូនដំណឹងមួយថាកុំនេសាទកុំព្យាយាមយកវាមកវិញនឹងធ្វើឲ្យរស់ឡើងវិញនៅអ្វីដែលព្រះបានកប់ចោលរួចហើយប្រសិនបើព្រះបានអត់ទោសឲ្យអ្នកនោះអ្នកត្រូវបានអត់ទោសឲ្យហើយមិនមានសំណួរទេការអត់ទោសរបស់ព្រះគឺទាំងស្រុងនៅក្នុងព្រះគម្ពីរអេសាយព្រះមានបន្ទូលទៅកាន់រាជរបស់ទ្រង់ថាគឺអញនេះហើយជាអ្នកដែលលុបអំពើរំលងរបស់ឯងចេញដោយយល់ដល់ខ្លួនអញហើយអញមិននឹកចាំអំពើបាបរបស់ឯងទៀតឡើយ
ព្រះគម្ពីរអេសាយជំពូក43ខ25នៅពេលដែលព្រះអត់ទោសឲ្យយើងទ្រង់បានលុបវាចេញពីកំណត់ត្រាវាស្អាតណាស់ដូចជារឿងដែលត្រូវបានលើកលែងទោសឲ្យនោះមិនដែលបានកើតឡើងឡើយទ្រង់មិនត្រឹមតែលុបចោលកំណត់ត្រាប៉ុណ្ណោះទេប៉ុន្តែទ្រង់ក៏លុបវាចេញពីការចងចាំរបស់ទ្រង់ដែរទ្រង់មានបន្ទូលថាទ្រង់នឹងមិនចាំពីអំពើបាបរបស់យើងទៀតទេមិនមែនព្រះជាម្ចាស់មានការចងចាំមិនល្អនោះទេប៉ុន្តែទ្រង់មានសមត្ថភាពអាចបំភ្លេចបានហើយនៅពេលដែលទ្រង់អត់ទោសឲ្យហើយគឺទ្រង់មិននឹកចាំទៀតឡើយមេរៀនទី3ការផ្សះផ្សានៅក្នុងទិសដៅ2ឥឡូវនេះយើងបានរកឃើញការអស្ចារ្យនិងភាពពេញលេញនៃការអត់ទោសរបស់ព្រះសូមមើលផ្នែកផ្ដេកនៃការអត់ទោសប៉ុន្តែមុននឹងយើងអាចទៅដល់កន្លែងណាមួយក្នុងជំពូកនេះអ្នកត្រូវតែទទួលយកការពិតមួយដែលមិនអាចជៀសផុតបានគឺវាទៅទាំងពីរផ្លូវយើងត្រូវអត់ទោសឲ្យអ្នកដទៃហើយយើងត្រូវការអត់ទោសពីអ្នកដទៃផងដែរការនេះត្រូវបានបញ្ជាក់យ៉ាងច្បាស់ក្នុងសំណេររបស់លោកប៉ុលនៅក្នុងព្រះគម្ពីរអេភេសូជំពូក2គាត់និយាយអំពីការបែងចែកជាតិសាសន៍មនុស្សដែលត្រូវបានធ្វើឡើងដោយព្រះជាម្ចាស់ផ្ទាល់គឺការបែងចែករវាងអ៊ីស្រាអែលដែលជារាជនៃសេចក្តីសន្យារបស់ព្រះនិងពួកសាសន៍ដទៃដែលជាប្រជាជាតិផ្សេងទៀតនៅក្នុងពួកជំនុំដំបូងពួកសាសន៍ដទៃត្រូវបានប្រជាជនយូដាស្គាល់ថាជាអ្នកមិនកាត់ស្បែកហើយពួកគេបានហៅខ្លួនគេថាជាអ្នកកាត់ស្បែកដូច្នេះចូលនឹកចាំថាកាលពីដើមអ្នករាល់គ្នាជាសាសន៍ដទៃខាងសាច់ឈាមដែលពួកទទួលកាត់ស្បែកក្នុងសាច់ដោយដៃមនុស្សគេហៅអ្នករាល់គ្នាថាជាពួកមិនកាត់ស្បែកវិញនៅវេលានោះអ្នករាល់គ្នានៅទីតីពីព្រះគ្រីស្ទក៏ឃ្លាតចេញពីអំណាចជាតិអ៊ីស្រាអែលផងជាមនុស្សដទៃខាងឯសេចក្តីសញ្ញាដែលទ្រង់បានសន្យាទុកក៏ឥតមានទីសង្ឃឹមហើយគ្មានព្រះក្នុងលោកីយ៍នេះដែរតែឥឡូវនេះដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវនោះអ្នករាល់គ្នាដែលពីដើមនៅឆ្ងាយបានមកជិតវិញដោយសារព្រះលោហិតទ្រង់ព្រះគម្ពីរអេភេសូជំពូក2ខ11ដល់ខ13ដែលស្ថិតនៅក្នុងភាពឥតសង្ឃឹមនិងគ្មានព្រះគឺជាស្ថានភាពដ៏អាក្រក់មួយបើអ្នកគ្មានព្រះអ្នកប្រកាសជាគ្មានក្តីសង្ឃឹមលើលោកីយ៍នេះឬទៅអនាគតទេប៉ុន្តែព្រះមិនបានទុកឲ្យបញ្ហានៅតែដូច្នេះឡើយតាមរយៈព្រះយេស៊ូវគ្រីស្ទទ្រង់បានប្រទានការអត់ទោសការផ្សះផ្សានិងក្តីសង្ឃឹមមិនត្រឹមតែសម្រាប់អ៊ីស្រាអែលដែលជាប្រជារាស្ត្ររបស់ព្រះប៉ុណ្ណោះទេប៉ុន្តែគឺសម្រាប់ពិភពសាសន៍ដទៃទាំងមូលព្រះលោហិតរបស់ព្រះយេស៊ូវដែលបានបង្ហូរនៅលើឈើឆ្កាងបានបង្ហាញផ្លូវមួយសម្រាប់ពួកសាសន៍ដទៃដើម្បីឲ្យពួកគេអាចត្រឡប់ទៅឯព្រះជាម្ចាស់វិញពីជម្រៅនៃភាពល្ងង់ខ្លៅភាពអាម៉ាស់និងជីវិតអាក្រក់គ្មានសីលធម៌របស់ពួកគេតាមរយៈព្រះលោហិតរបស់ព្រះយេស៊ូវគ្រីស្ទពួកគេអាចត្រឡប់មកឯព្រះជាម្ចាស់វិញបន្ទាប់មកលោកប៉ុលបានបន្តពន្យល់ពីរបៀបដែលវាបានផ្លាស់ប្ដូរទំនាក់ទំនងទាំងអស់ត្បិតទ្រង់ជាស្ពានមេត្រីនៃយើងរាល់គ្នាទ្រង់បានធ្វើទាំងពីររួមគ្នាតែមួយហើយបានរុះជញ្ជាំងដែលខាន់កណ្ដាលចេញព្រមទាំងបំបត្តិសេចក្តីសំអប់គ្នាដោយនៅរូបសាច់ទ្រង់គឺបំបត្តិក្រឹតវិន័យដែលមានបញ្ញត្តិនិងសេចក្តីហាម5ទាំងប៉ុន្មានចេញដើម្បីឲ្យបានយកទាំងពីរមកបង្កើតជាមនុស្សថ្មីតែមួយក្នុងព្រះអង្គទ្រង់ដោយតាំងជាស្ពានមេត្រីឲ្យហើយឲ្យទ្រង់បានផ្សះផ្សាទាំងពីរនឹងព្រះក្នុងរូបកាយតែមួយដោយសារឈើឆ្កាងព្រមទាំងរងាប់សេចក្តីសំអប់គ្នាដោយឈើឆ្កាងនោះឯងព្រះគម្ពីរអេភេសូជំពូក2ខ14ដល់ខ16សម្គាល់ថានៅឯឈើឆ្កាងរនាំងទាំងអស់រវាងមនុស្សជាតិត្រូវបានរុះចេញមិនមានការបែងចែកទៀតទេលោកប៉ុលប្រើពាក្យសេចក្តីសំអប់នៅទីនេះពីរដងទី1គាត់បាននិយាយអំពីសេចក្តីសំអប់នៅលើផ្នែកផ្ដេកគឺពីមនុស្សទៅមនុស្សរវាងសាសយូដានិងសាសដទៃសេចក្តីសំអប់ដែលក្នុងន័យជាក់លាក់មួយកើតឡើងដោយសារក្រឹតវិន័យដែលបានញែកអ៊ីស្រាអែលចេញហើយធ្វើឲ្យពួកគេคล้ายជាមនុស្សប្លែកពីប្រជាជនដទៃទៀតលើកទី
ដែលគាត់ប្រើពាក្យសេចក្តីសំអប់គឺស្ថិតនៅលើផ្នែកបញ្ឈរគឺពីព្រះទៅមនុស្សគាត់កំពុងតែនិយាយអំពីសេចក្តីសំអប់នៃពូជមនុស្សគឺអំពើបាបនិងការបះបោរចំពោះព្រះគាត់កំពុងនិយាយថាដោយការសគត់របស់ព្រះគ្រីស្ទនៅលើឈើឆ្កាងនៅចំណុចដែលផ្នែកទាំងពីរប្រសពគ្នាមានការផ្សះផ្សាគ្នាក្នុងទិសដៅទាំងពីរមានការផ្សះផ្សាពីព្រះទៅមនុស្សនិងពីមនុស្សទៅមនុស្សសេចក្តីសំអប់ទាំងពីរត្រូវបានបំផ្លាញដោយសារឈើឆ្កាងលោកប៉ុលបន្តថាហើយការទ្រង់បានយាងមកនោះទ្រង់បានផ្សាយដំណឹងល្អគឺជាសេចក្តីមេត្រីដល់អ្នករាល់គ្នាដែលនៅឆ្ងាយនិងដល់ពួកអ្នកដែលនៅជិតផងត្បិតដោយសារទ្រង់នោះយើងទាំងពីរសះមានផ្លូវចូលទៅដល់ព្រះវរបិតាដោយព្រះវិញ្ញាណតែមួយខ17និងខ18សារដ៏អស្ចារ្យនៃឈើឆ្កាងគឺការអត់ទោសហើយតាមរយៈការអត់ទោសមានសេចក្តីសុខសាន្តព្រះគម្ពីរអេសាយជំពូក53ប្រាប់យើងពីការរងទុក្ខទោសដែលនាំឲ្យមានសេចក្តីសុខសាន្តដល់យើងត្រូវបានទម្លាក់លើព្រះយេស៊ូវនៅពេលអំពើបាបត្រូវបានដោះស្រាយការអត់ទោសត្រូវបានប្រទានឲ្យបន្ទាប់មកគឺមានសេចក្តីសុខសាន្តវាជាការសំខាន់ដែលត្រូវចងចាំជាពិសេសនៅក្នុងពិភពលោកដ៏ជូរចត់និងពេញដោយសេចក្តីសំអប់នេះថាឈើឆ្កាងធ្វើឲ្យមានសន្តិភាពរវាងមនុស្សនិងព្រះនិងរវាងមនុស្សនិងមនុស្សគ្នារនាំងទាំងអស់ដែលរារាំងមនុស្សពីការចូលទៅកាន់ព្រះត្រូវបានរុះចេញយើងដែលបានបែកចេញឆ្ងាយនោះត្រូវបាននាំចូលទៅជិតព្រះដោយសារព្រះលិខិតរបស់ព្រះយេស៊ូវឈើឆ្កាងក៏រុះរនាំងរវាងមនុស្សនិងមនុស្សផងដែរការបែកបាក់ការបែងចែកការបះបោរការសង្ស័យនិងការមិនទុកចិត្តគ្នាទាំងអស់នេះត្រូវបានដោះស្រាយដោយកិច្ចការតែមួយរបស់ព្រះនោះគឺការសគត់របស់ព្រះយេស៊ូវនៅលើឈើឆ្កាងខ្ញុំជឿថានៅក្នុងពិភពលោកយើងសពថ្ងៃនេះគ្មានព្រះរាជសារណាដែលត្រូវការជាចាំបាច់ជាងព្រះរាជសារនៃអ្វីដែលសម្រេចបានសម្រាប់មនុស្សជាតិដោយការសគត់របស់ព្រះយេស៊ូវនៅលើឈើឆ្កាងនោះឡើយទ្រង់បានធ្វើឲ្យយើងទាំងអស់គ្នាបានក្លាយជាកូនព្រះដោយមិនគិតពីពូជសាសន៍ឬប្រវត្តិសាសនាឬភាពខុសគ្នាណាមួយឡើយនៅពេលយើងទទួលបានព្រះយេស៊ូវយើងទាំងអស់គ្នាអាចចូលទៅព្រះដូចជាព្រះវរបិតាបានដោយសារព្រះវិញ្ញាណបរិសុទ្ធនៅក្នុងព្រះគម្ពីរកូឡូសលោកប៉ុលបានផ្ដល់ឲ្យយើងនៅរូបភាពមួយផ្សេងទៀតនៃដំណើរនៃការផ្សះផ្សាដែលសម្រេចបានដោយសារឈើឆ្កាងកុំឲ្យកុហកគ្នាឡើយត្បិតអ្នករាល់គ្នាបានដោះមនុស្សចាស់និងអំពើរបស់វាចោលចេញហើយចូលប្រដាប់ខ្លួនដោយមនុស្សថ្មីវិញដែលកំពុងតែកែឡើងខាងឯសេចក្តីចេះដឹងឲ្យបានត្រូវនឹងរូបអង្គព្រះដែលបង្កើតមនុស្សថ្មីនោះមកជាសន្តានដែលគ្មានសាសក្រិចនិងសាសយូដាការកាត់ស្បែកហើយមិនកាត់ស្បែកមនុស្សប្រទេសដទៃឬជាតិមនុស្សព្រៃបើបំរើអ្នកជាផងនោះទេគឺព្រះគ្រីស្ទទ្រង់ជាគ្រប់ទាំងអស់វិញហើយទ្រង់ក៏គង់នៅក្នុងគ្រប់ទាំងអស់ផងព្រះគម្ពីរកូឡូសជំពូក3ខ9ដល់ខ11មនុស្សចាស់បានស្លាប់នៅក្នុងព្រះយេស៊ូវនៅលើឈើឆ្កាងព្រះគម្ពីរប្រាប់ថាខ្លួនយើងជាមនុស្សចាស់របស់យើងត្រូវបានឆ្កាងជាមួយនឹងទ្រង់ព្រះគម្ពីររ៉ូមជំពូក6ខ6នោះត្រូវបានដោះស្រាយអ្នកបះបោរចាស់នោះត្រូវបានប្រហារជីវិតនៅលើឈើឆ្កាងឥឡូវនេះលោកប៉ុលនិយាយថាចាប់តាំងពីអ្នកបានដោះមនុស្សចាស់និងការប្រព្រឹត្តរបស់វាហើយបានប្រដាប់ខ្លួនឯងដោយមនុស្សថ្មីវិញដែលកំពុងធ្វើឲ្យថ្មីក្នុងការយល់ដឹងក្នុងរូបភាពនៃអ្នកបង្កើតវាជារូបភាពនៃព្រះដែលត្រូវបានបំផ្លាញដោយអំពើបាបរបស់មនុស្សកំពុងតែត្រូវបានស្ដារឡើងវិញគាត់បន្តទៀតថារាល់រនាំងការបែងចែកនិងការបែកបាក់ក្នុងជាតិសាសន៍មនុស្សរនាំងរវាងសាសយូដានិងសាសដទៃរវាងសាសនានិងអ្នកមានសាសនារវាងអ្នកចេះដឹងនិងអ្នកដែលមិនមានការអប់រំរវាងនយោជកនិងនយោជិករវាងវណ្ណៈរវាងពូជសាសន៍ទាំងអស់ត្រូវបានរុះចេញហើយវាគួរឲ្យចាប់អារម្មណ៍ណាស់ចំពោះអ្វីដែលលោកប៉ុលនិយាយក្នុងរឿងនេះវាគឺជារាជសារសម្រាប់ក្រុមជំនុំសពថ្ងៃនេះគាត់ចាប់ផ្ដើមដោយនិយាយថាកុំឲ្យកុហកគ្នាឡើយ
យើងត្រូវតែបោះបង់ចោលការភូតកុហកការមិនទុកចិត្តឬភាពមិនស្មោះត្រង់ប្រសិនបើយើងចង់ក្លាយជាមនុស្សដែលទ្រង់បានបង្កើតយើងឲ្យក្លាយទៅជាយើងត្រូវបើកចិត្តឲ្យគ្នាទៅវិញទៅមកឲ្យសមជារាជរបស់ព្រះខ្ញុំច្រើនតែគិតអំពីទូករបស់លោកណូអេព្រះបានបង្កើតការផ្គត់ផ្គង់សម្រាប់ការអភិរក្សសត្វដែលបានជ្រើសរើសពីគ្រប់ប្រភេទមុនពេលដែលពិភពលោកត្រូវបានលិចលង់ក្រោមទឹកជំនន់ព្រះជាម្ចាស់បានធ្វើការដ៏អស្ចារ្យដើម្បីបណ្ដាលឲ្យពួកវាមកឯណូអេហើយចូលទៅក្នុងទូកធំសត្វទាំងនោះភាគច្រើនមានលក្ខណៈជាសត្រូវនឹងគ្នាពួកវាធ្វើបាបគ្នាពួកវាបានសម្លាប់គ្នាទៅវិញទៅមកហើយពួកវាខ្លាចគ្នាទៅវិញទៅមកប៉ុន្តែនៅក្នុងទូកគឺមានសន្តិភាពតើអ្នកធ្លាប់គិតអំពីរឿងនេះទេទូកធំគឺជារូបភាពសញ្ញាចាស់នៃការរស់នៅក្នុងព្រះគ្រីស្ទមិនថាអ្នកមានសាវតាបែបណាឬមានអាកប្បកិរិយាបែបណានៅពេលអ្នកចូលទៅក្នុងទូកគឺមានសន្តិភាពអ្នកគឺជាមនុស្សថ្មីអ្នកមានទំនាក់ទំនងថ្មីមានសន្តិភាពរវាងអ្នកដែលធ្លាប់មានជម្លោះនិងភាពមិនចុះសម្រុងគ្នាទាំងអស់នេះត្រូវបានជំនួសដោយសារសេចក្តីសុខសាន្តរបស់ព្រះតាមរយៈការផ្សះផ្សារបស់ព្រះយេស៊ូវនៅលើឈើឆ្កាងមេរៀនទី4អ្នកបម្រើដែលមិនអត់ទោសសូមមើលហើយមើលឲ្យបានដិតដល់បន្ថែមទៀតអំពីភាពចាំបាច់នៃការអត់ទោសដល់គ្នាទៅវិញទៅមកសារៈសំខាន់នៃសេចក្តីពិតនេះចំពោះជីវិតគ្រីស្ទបរិស័ទដ៏ជោគជ័យមិនអាចបំភាន់បានឡើយព្រះយេស៊ូវផ្ទាល់បានសង្កត់ធ្ងន់ជាពិសេសទៅលើភាពចាំបាច់ក្នុងការអត់ទោសដល់អ្នកដទៃព្រះគម្ពីរម៉ាថាយជំពូក6ខ9ដល់ខ14ទ្រង់មានបន្ទូលថាដូច្នេះចូលអធិដ្ឋានបែបនេះវិញថាអោព្រះវរបិតានៃយើងខ្ញុំដែលគង់នៅស្ថានសួគ៌អើយសូមឲ្យព្រះនាមទ្រង់បានបរិសុទ្ធសូមឲ្យរាជទ្រង់បានមកដល់សូមឲ្យព្រះハរតីទ្រង់បានសម្រេចនៅផែនដីដូចនៅស្ថានសួគ៌ដែរសូមប្រទានអាហារដែលយើងខ្ញុំត្រូវការនៅថ្ងៃនេះសូមអត់ទោសសេចក្តីកំហុសរបស់យើងខ្ញុំដូចជាយើងខ្ញុំបានអត់ទោសដល់អស់អ្នកដែលធ្វើខុសនឹងយើងខ្ញុំដែរសូមកំណំយើងខ្ញុំទៅកាន់សេចក្តីល្បួងឡើយតែសូមប្រោសឲ្យយើងខ្ញុំរួចពីសេចក្តីអាក្រក់វិញត្បិតរាជព្រះចេស្តានិងសិរីល្អជារបស់ផងទ្រង់នៅអកលជានិច្ចអាមែននៅក្នុងផ្នែកទាំងអស់នៃការអធិដ្ឋានរបស់ព្រះម្ចាស់វាគួរឲ្យចាប់អារម្មណ៍ណាស់ថាវគ្គតែមួយគត់ដែលព្រះយេស៊ូវបានធ្វើអធិប្បាយជាក់លាក់គឺការអត់ទោសចូលកត់សម្គាល់ថាទ្រង់ដាក់សមាមាត្រដែលយើងអាចសុំការលើកលែងទោសពីព្រះវាមានសមាមាត្រស្មើគ្នាដែលយើងអាចអត់ទោសដល់អ្នកដទៃសូមអត់ទោសសេចក្តីកំហុសរបស់យើងដូចជាយើងខ្ញុំបានអត់ទោសដល់អ្នកដែលធ្វើខុសនឹងយើងខ្ញុំដែរប្រសិនបើយើងអត់ទោសឲ្យអ្នកដទៃទាំងស្រុងយើងអាចសូមព្រះអត់ទោសឲ្យយើងទាំងស្រុងផងដែរប៉ុន្តែប្រសិនបើយើងបដិសេធមិនអត់ទោសទាំងស្រុងឲ្យអ្នកដទៃនោះយើងមិនអាចទាមទារការអត់ទោសទាំងស្រុងពីព្រះជាម្ចាស់បានទេបន្ទាប់មកព្រះយេស៊ូវបានបន្តទៀតថាត្បិតបើអ្នករាល់គ្នាអត់ទោសចំពោះការរំលងច្បាប់ដែលមនុស្សលោកប្រព្រឹត្តធ្វើនោះព្រះវរបិតានៃអ្នកដែលគង់នៅស្ថានសួគ៌ទ្រង់នឹងអត់ទោសឲ្យអ្នករាល់គ្នាដែរតែបើអ្នករាល់គ្នាមិនអត់ទោសចំពោះការរំលងច្បាប់ឲ្យគេទេនោះព្រះវរបិតានៃអ្នកទ្រង់ក៏មិនអត់ទោសចំពោះការរំលងច្បាប់ដែលអ្នករាល់គ្នាប្រព្រឹត្តធ្វើដែរគ្មានភាសាច្បាស់ជាងនេះទេតើយើងចង់ឲ្យព្រះជាម្ចាស់អត់ទោសឲ្យយើងឬទេពេលនោះយើងគ្មានជំរើសទេយើងត្រូវតែអត់ទោសឲ្យអ្នកដទៃមិនមានជំរើសផ្សេងទៀតទេនៅក្នុងព្រះគម្ពីរម៉ាកុសជំពូក11ព្រះយេស៊ូវកំពុងតែមានបន្ទូលអំពីរបៀបឆ្លើយតបនឹងសេចក្តីអធិដ្ឋានរបស់យើងដោយហេតុនោះបានជាខ្ញុំប្រាប់អ្នករាល់គ្នាថាគ្រប់ទាំងសេចក្តីដែលអ្នករាល់គ្នាអធិដ្ឋានសូមចូលជឿថាបានហើយនោះនឹងបានមែនហើយកាលណាអ្នករាល់គ្នាអធិដ្ឋានបើអ្នកមានហេតុអ្វីនឹងអ្នកណានោះត្រូវអត់ទោសឲ្យគេសិនដើម្បីឲ្យព្រះវរបិតានៃអ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌បានអត់ទោសគ្រប់ទាំងសេចក្តីកំហុស
របស់អ្នករាល់គ្នាដែរពេលយើងអធិដ្ឋានព្រះយេស៊ូវបានផ្ដល់ឲ្យយើងនៅការទទួលខុសត្រូវមួយគឺការអត់ទោសឲ្យអ្នកដទៃទ្រង់មិនមានព្រះបន្ទូលថាចាំដល់ពេលពួកគេមកសុំទោសអ្នកជាមុនសិននោះទេទ្រង់មានបន្ទូលថាប្រសិនបើអ្នកចង់ឲ្យសេចក្តីអធិដ្ឋានរបស់អ្នកទៅដល់ព្រះជាម្ចាស់នោះអ្នកត្រូវតែចាប់ផ្ដើមជាមុនក្នុងការអត់ទោសឲ្យអ្នកដទៃនៅក្នុងករណីភាគច្រើនខ្ញុំមិនជឿថាវាចាំបាច់ក្នុងការទៅរកពួកគេហើយប្រាប់ពួកគេនោះទេប៉ុន្តែអ្នកត្រូវតែដោះលែងពួកគេពីព្រោះដរាបណាអ្នកនៅតែបន្តរក្សាបំណុលដែលគេជំពាក់អ្នកព្រះនឹងមិនលើកលែងបំណុលដែលអ្នកជំពាក់ទ្រង់ទេហើយបំណុលដែលអ្នកជំពាក់ព្រះគឺធំជាងបំណុលដែលមនុស្សជំពាក់អ្នកទៅទៀតព្រះយេស៊ូវមានបន្ទូលថាចូលអត់ទោសឲ្យគាត់ទោះបីគាត់បានធ្វើអ្វីក៏ដោយភាសាដែលទ្រង់ប្រើគឺពេញលេញណាស់បើអ្នកមានហេតុអ្វីតោះនឹងអ្នកណានោះត្រូវអត់ទោសឲ្យគេសិនមានហេតុអ្វីតោះនឹងអ្នកណាមានន័យថាគ្មានសល់អ្វីនិងគ្មានសល់នរណាម្នាក់តើមែនឬទេគ្មានស្ថានភាពឬកលៈទេសៈណាដែលយើងអាចបង្ហាញពីការបដិសេធមិនព្រមអត់ទោសឲ្យអ្នកដទៃនោះទេព្រះយេស៊ូវកំពុងតែមានបន្ទូលថានៅពេលណាអ្នកអធិដ្ឋានចូលជឿថាអ្នកនឹងទទួលបានអ្វីដែលអ្នកកំពុងតែអធិដ្ឋានក៏ប៉ុន្តែទ្រង់មានបន្ទូលថាមានបញ្ហាមួយដែលអាចកើតឡើងនៅពេលអ្នកឈរអធិដ្ឋានប្រសិនបើអ្នកបានធ្វើអ្វីតោះនឹងនរណាម្នាក់ចូលអត់ទោសឲ្យគេដើម្បីឲ្យព្រះវរបិតារបស់អ្នកដែលគង់នៅស្ថានសួគ៌អត់ទោសឲ្យអ្នកដែរតើអ្នកមានការអធិដ្ឋានដែលមិនបានឆ្លើយតបទេតើពេលខ្លះអ្នកមានអារម្មណ៍ថាអ្នកកំពុងអំពាវនាវរកទ្រង់តែហាក់ដូចជាទ្រង់មិនស្ដាប់សេចក្តីអធិដ្ឋានរបស់អ្នកឬទេប្រហែលជាព្រះជាម្ចាស់កំពុងរងចាំអ្នកឲ្យរៀនមេរៀនថាប្រសិនបើអ្នកចង់ឲ្យទ្រង់ឆ្លើយតបការអធិដ្ឋានរបស់អ្នកត្រូវតែចាប់ផ្ដើមដោយការអត់ទោសដល់នរណាម្នាក់ដែលអ្នកអាចនឹងមានហេតុតោះនឹងគេព្រះយេស៊ូវបានចូលទៅកាន់តែស៊ីជម្រៅដោយបង្ហាញវាក្នុងរឿងប្រៀបប្រដូចរបស់ទ្រង់អំពីអ្នកបម្រើដែលមិនអត់ទោសឲ្យគេវាពិតជារស់រវើកហើយវាមានមេរៀនសំខាន់សម្រាប់យើងទាំងអស់គ្នាខណៈនោះពេត្រុសក៏មកឯទ្រង់ទូលថាព្រះអង្គម្ចាស់អើយបើបងប្អូនធ្វើបាបនឹងខ្ញុំនោះត្រូវឲ្យខ្ញុំអត់ទោសឲ្យគេដល់ប៉ុន្មានដងតើដល់7ដងឬអីព្រះយេស៊ូវទ្រង់មានបន្ទូលតបថាខ្ញុំមិនថាឲ្យអ្នកអត់ទោសត្រឹមតែ7ដងទេគឺដល់770ដងទៅទៀតដូច្នេះនគរស្ថានសួគ៌ត្រូវប្រៀបដូចជាស្ដេចមួយអង្គដែលចង់គិតបញ្ជីនឹងពួកបើកព្រាវកាលទ្រង់ចាប់តាំងគិតនោះគេនាំកូនបំណុលម្នាក់មកដែលជំពាក់ប្រាក់2កោណតែដោយព្រោះអ្នកនោះគ្មានអ្វីនឹងសងបានជាចៅហ្វាយបង្កប់ឲ្យលក់ខ្លួនវាព្រមទាំងប្រពន្ធកូននិងរបស់ទាំងអស់ដើម្បីនឹងសងបំណុលនោះហេតុដូច្នេះបើនោះបានទម្លាក់ខ្លួនក្រាបចុះថ្វាយបង្គំទូលថាបបិទ្ធព្រះករុណាសូមទ្រង់មេត្តាបង្អង់ឲ្យទូលបង្គំសិនទូលបង្គំនឹងសងថ្វាយទ្រង់គ្រប់ចំនួនឯចៅហ្វាយរបស់បើនោះមានព្រះតីក្ដួលអាណិតក៏លែងវាឲ្យទៅព្រមទាំងលែងទារបំណុលផងតែកាលបើនោះបានចេញទៅហើយក៏ជួបប្រទះនឹងគូកនម្នាក់ដែលជំពាក់ខ្លួន20រៀលនោះវាចាប់ច្របាច់កអ្នកនោះដោយពាក្យថាចូលសងប្រាក់ដែលជំពាក់អញនោះមកអ្នកនោះក៏ទម្លាក់ខ្លួនក្រាបចុះនៅទីបជើងសូមអង្វរថាសូមមេត្តាបងអង្គឲ្យខ្ញុំសិនខ្ញុំនឹងសងជូនអ្នកតែវាមិនព្រមទេត្រឡប់ជាបានចាប់អ្នកនោះនាំទៅដាក់គុកវិញតលតែបានសងបំណុលរួចកាលពួកគូកនគេបានឃើញការនោះគេមានចិត្តឈឺឆ្អាលណាស់ក៏នាំគ្នាទៅទូលដល់ចៅហ្វាយពីការទាំងប៉ុន្មានដែលកើតឡើងចៅហ្វាយក៏ឲ្យគេហៅបើនោះមករួចមានបន្ទូលថាណែអាបំរើអាក្រក់អញបានលែងទេបំណុលឯងទាំងអស់ហើយតើពីព្រោះឯងបានអង្វរដល់អញដូច្នេះតើមិនគួរឲ្យឯងអាណិតមេត្តាដល់គូកនឯងដូចជាអញបានអាណិតមេត្តាដល់ឯងដែរទេឬអីចៅហ្វាយក៏មានសេចក្តីក្រោធហើយបញ្ជូនវាទៅឯមេភូមិឃុំ
តតែបានសងបំណុលនោះគ្រប់ចំនួនយ៉ាងនោះបើអ្នករាល់គ្នាមិនអត់ទោសការរំលងរបស់បងប្អូនដោយស្ម័គ្រពីចិត្តទេនោះព្រះវរបិតានៃខ្ញុំដែលគង់នៅស្ថានសួគ៌ទ្រង់ក៏នឹងប្រព្រឹត្តនឹងអ្នករាល់គ្នាដូច្នោះដែរព្រះគម្ពីរម៉ាថាយជំពូក18ខ21ដល់ខ35ខ្ញុំបានធ្វើការករុណានៅចំនួនដែលបំណុលទាំងនោះមានដោយប្រើអត្រាប្រាក់ដុល្លារទៅជាប្រាក់បច្ចុប្បន្ននៅពេលនេះអ្នកជំពាក់បំណុលដំបូងមានចំនួនប្រហែល$6 លានអ្នកបម្រើដែលជំពាក់ប្រាក់$6 លានត្រូវបានគេនាំទៅកោះស្ដេចផ្ទុយទៅវិញដោយប្រើសមាមាត្រដូចគ្នាបំណុលរបស់អ្នកបម្រើគ្នាចំពោះអ្នកបម្រើដំបូងមានចំនួនប្រហែល$17ដូច្នេះយើងកំពុងនិយាយអំពី$17ទល់នឹង$6 លានវាគឺជាការមិនអត់ទោសឲ្យអ្នកដទៃរបស់អ្នកបម្រើទី1ដែលធ្វើឲ្យគាត់ជាប់គុកមិនមែនជាបំណុលរបស់គាត់ទេនៅកម្រិតមូលដ្ឋានបំផុតការមិនអត់ទោសគឺជាគុកសូមកត់សម្គាល់ថាព្រះយេស៊ូវមិនបានទុកសិលធម៌នៃរឿងព្រាសប្រដូចនេះដល់អ្នកស្ដាប់ឡើយទ្រង់បានអនុវត្តវាជាពិសេសចំពោះយើងម្នាក់ៗទ្រង់មានបន្ទូលថាបើអ្នករាល់គ្នាមិនអត់ទោសការរំលងរបស់បងប្អូនដោយស្ម័គ្រពីចិត្តទេនោះព្រះវរបិតានៃខ្ញុំដែលគង់នៅស្ថានសួគ៌ទ្រង់ក៏នឹងប្រព្រឹត្តនឹងអ្នករាល់គ្នាដូច្នោះដែរនេះគឺជាការព្រមានដែលចេញមកពីព្រះអស់របស់ព្រះយេស៊ូវមកគ្មាននរណាម្នាក់បានត្រៀមខ្លួនរួចរាល់ដើម្បីអត់ទោសនិងមានចិត្តសប្បុរសជាងព្រះយេស៊ូវឡើយប៉ុន្តែទ្រង់បានដាក់គោលការណ៍យ៉ាងច្បាស់លាស់នៅទីនេះប្រសិនបើអ្នកចង់ទទួលបានការលើកលែងទោសពីព្រះអ្នកត្រូវតែអត់ទោសឲ្យអ្នកដទៃគន្លឹះ3ចំណុចសំខាន់ចំនួន3បានលេចចេញពីរឿងព្រាសប្រដូចនេះទី1ការមិនលើកលែងទោសគឺជាអំពើអាក្រក់ចៅហ្វាយបាននិយាយថាបើបម្រើអាក្រក់តើនេះជាការចោទប្រកាន់យ៉ាងអាក្រក់មែនទេអ្នកបម្រើមិនបានប្រព្រឹត្តបទឧក្រិដ្ឋដ៏សាហាវយង់ខ្នងនោះឡើយគឺគាត់គ្រាន់តែបានខកខានមិនបានអត់ទោសឲ្យអ្នកបម្រើឯទៀតប៉ុណ្ណោះវាបានបង្ហាញថាតាមរយៈទស្សនៈរបស់ព្រះការខកខានក្នុងការអត់ទោសឲ្យអ្នកដទៃគឺជាអំពើអាក្រក់ទី2ព្រះយេស៊ូវមានបន្ទូលថាចៅហ្វាយបានខឹងសម្បាការមិនអត់ទោសធ្វើឲ្យព្រះមានសេចក្តីក្រោធសូមចាំថាមានការស្រដៀងគ្នាបេះបិទរវាងចៅហ្វាយនិងអ្នកបម្រើរវាងព្រះជាម្ចាស់ជាមួយនឹងយើងម្នាក់ការសង្កេតទី3របស់ខ្ញុំគឺថាការមិនចេះអត់ទោសនឹងឃុំឃាំងយើងការបកប្រែមួយហៅមេភូមិឃុំថាអ្នកធ្វើទារុណកម្មព្រះយេស៊ូវមានបន្ទូលថាព្រះបិតារបស់ខ្ញុំដែលគង់នៅស្ថានសួគ៌ទ្រង់នឹងប្រព្រឹត្តចំពោះអ្នកដោយចៅហ្វាយនោះបានប្រព្រឹត្តចំពោះអ្នកបម្រើរបស់គាត់ដែរអ្នកបម្រើដែលមិនចេះអត់ទោសនោះត្រូវបានបញ្ជូនទៅអ្នកធ្វើទារុណកម្មបច្ចុប្បន្ននេះមានមនុស្សជាច្រើនរបស់ព្រះដែលស្ថិតនៅក្នុងកណ្ដាប់ដៃរបស់អ្នកធ្វើទារុណកម្មពីព្រោះពួកគេមិនអត់ទោសឲ្យនរណាម្នាក់អ្នកខ្លះមានការទទួលរងទារុណកម្មខាងផ្លូវចិត្តអ្នកខ្លះទទួលរងទារុណកម្មខាងវិញ្ញាណអ្នកខ្លះទៀតរងទារុណកម្មខាងរូបកាយមានទណ្ឌកម្មជាច្រើនប្រភេទទៀតប៉ុន្តែលទ្ធផលប្រកបមួយនៃការមិនចេះអត់ទោសគឺការទទួលទារុណកម្មខ្ញុំសូមជំរុញអ្នកឲ្យចេះអត់ទោសដោយដែលអ្នកចង់ឲ្យព្រះអត់ទោសឲ្យអ្នកដែរមនុស្សជាច្រើននិយាយថាខ្ញុំមិនអាចអត់ទោសឲ្យបានទេប៉ុន្តែនោះមិនមែនជាការពិតទេអ្នកអាចអត់ទោសឲ្យអ្នកដទៃបានប្រសិនបើអ្នកដឹងពីរបៀបអត់ទោសមេរៀនទី5របៀបអត់ទោសឲ្យអ្នកដទៃនៅក្នុងសេចក្តីអធិដ្ឋានរបស់ព្រះម្ចាស់ព្រះយេស៊ូវមានបន្ទូលថាសូមអត់ទោសសេចក្តីកំហុសរបស់យើងខ្ញុំដូចជាយើងខ្ញុំបានអត់ទោសដល់អ្នកដែលធ្វើខុសនឹងយើងខ្ញុំដែរទ្រង់បានចងយើងជាប់មិនឲ្យមានការរំពឹងទុកក្នុងការទទួលបានការអត់ទោសពីព្រះជាម្ចាស់បើយើងមិនអត់ទោសដល់អ្នកដទៃឡើយនៅពេលដែលប្រឈមមុខជាមួយនឹងសេចក្តីតម្រូវការក្នុងការអត់ទោសដល់អ្នកដទៃដូចជាយើងចង់ឲ្យព្រះជាម្ចាស់អត់ទោសដល់យើងខ្ញុំតែងតែឮមនុស្សនិយាយថាខ្ញុំមិនអាចអត់ទោសឲ្យបានទេប៉ុន្តែនេះគឺការចេញមកពីការដែលមិនបានយល់ច្បាស់ពីធាតុពិតនៃការអត់ទោសការអត់ទោសមិនមែនជាអារម្មណ៍មួយនោះទេ
តែវាគឺជាការធ្វើការសម្រេចចិត្តអ្នកមិនអាចធ្វើវាឡើងដោយគ្រាន់តែជាអារម្មណ៍នោះទេប៉ុន្តែអ្នកអាចធ្វើវាចេញពីការសម្រេចចិត្តបានការនេះមានន័យថាអ្នកអាចអត់ទោសបានប្រសិនជាអ្នកដឹងពីរបៀបនោះខ្ញុំជឿថាមានជំហានងាយៗចំនួន6ដែលអ្នកអាចអនុវត្តហើយដើរដោយជោគជ័យពិតប្រាកដបានទទួលស្គាល់ជំហានដំបូងល្អបំផុតគឺត្រូវទទួលស្គាល់ថាអ្នកត្រូវការអត់ទោសត្រូវស្មោះត្រង់ជាមួយខ្លួនឯងឈប់មានភាពសាសនាកុំធ្វើពុតថាមិនមានអារម្មណ៍មិនល្អណាមួយនៅក្នុងចិត្តអ្នកសូមទទួលស្គាល់ថាមានមនុស្សមួយចំនួនដែលអ្នកពិតជាមានហេតុដ៏ជូរចត់នឹងគេអ្នកពិតជាអាក់អន់ចិត្តនឹងពួកគេសូមទទួលស្គាល់វាកុំលាក់បាំងវាសូមមានដួងចិត្តក្នុងការបង្ហាញឈ្មោះបុគ្គលម្នាក់នោះខ្ញុំបានដឹងថាការអត់ទោសនិងការអាក់អន់ចិត្តជាធម្មតាតែងតែកើតឡើងចំពោះមនុស្សដែលស្និទ្ធស្នាលនឹងយើងអ្នកអាចមើលឃើញថាអ្នកមិនតែងតែមានការអាក់អន់ចិត្តចំពោះស្ត្រីណាដែលគ្រាន់តែផ្ញើសម្បត្តិមកអ្នកនោះទេអ្នកមិនមានភាពស្និទ្ធស្នាលគ្រប់គ្រាន់ទេប៉ុន្តែគឺជាមនុស្សដែលនៅក្នុងផ្ទះជាមួយអ្នកដែលចែករំលែកគ្រែជាមួយអ្នកនោះហើយជាកន្លែងដែលយើងងាយនឹងអាក់អន់ចិត្តមានភាពជូរចត់និងមិនអត់ទោសឲ្យសូមមានឆន្ទៈក្នុងការទទួលស្គាល់មនុស្សដែលអ្នកត្រូវអត់ទោសឲ្យការចោះចូលទី2កុំតបតជាមួយនឹងព្រះអ្នកត្រូវតែចោះចូលចំពោះទាំងព្រះបន្ទូលនិងព្រះវិញ្ញាណរបស់ទ្រង់សូមព្យាយាមនិងទទួលយកនៅអ្វីដែលព្រះបន្ទូលរបស់ទ្រង់បង្រៀនព្រះជាម្ចាស់សួរថាតើអ្នកចង់ឲ្យខ្ញុំអត់ទោសឲ្យអ្នកឬទេចូលអត់ទោសដល់អ្នកដទៃទ្រង់នឹងអត់ទោសដល់យើងតាមសមាមាត្រដែលយើងអត់ទោសដល់អ្នកដទៃសូមចាំថានៅក្នុងការគណនារបស់ព្រះមនុស្សម្នាក់ទៀតជំពាក់អ្នកតែ$17ប៉ុន្តែអ្នកជំពាក់ព្រះ6លានសូមធ្វើការទូទាត់តាមគណិតវិទ្យាសូមសម្រេចចិត្តដោយខ្លួនឯងថាតើវាពិតជាមានប្រយោជន៍ក្នុងការអត់ទោសបំណុលដែលមានចំនួន$17នោះឬទេការអត់ទោសឲ្យអ្នកដទៃជាប្រយោជន៍របស់ខ្លួនឯងបុគ្គលណាដែលមិនអត់ទោសឲ្យចំពោះបំណុលចំនួន$17សម្រាប់ជាប្រយោជន៍នៃការទទួលបានការអត់ទោសបំណុលចំនួន$6លាននោះគឺជាការមិនពូកែគិតលេខទេខ្ញុំមិនស្នើសុំអ្នកឲ្យខ្លាចជាអ្នករឹងមាំខាងវិញ្ញាណទេខ្ញុំគ្រាន់តែប្រាប់អ្នកពីរបៀបថែរក្សាប្រយោជន៍ផ្ទាល់ខ្លួនរបស់អ្នកក្នុងការអត់ទោសដល់អ្នកដទៃអ្នកក៏ត្រូវចោះចូលនឹងព្រះវិញ្ញាណរបស់ព្រះវិញ្ញាណរំលឹកអ្នកឲ្យដឹងខ្លួនភាពមិនស្រស់ស្រួលឬការមិនសប្បាយចិត្តដែលមាននៅក្នុងអារម្មណ៍នៅពេលអ្នកគិតអំពីទំនាក់ទំនងជាក់លាក់ណាមួយជាញឹកញាប់គឺព្រះវិញ្ញាណបរិសុទ្ធជំរុញអ្នកឲ្យអត់ទោសកុំប្រងើយកន្តើយនឹងការដាស់តឿននោះសូមស្ដាប់ព្រះវិញ្ញាណបរិសុទ្ធការធ្វើការសម្រេចចិត្តនៅពេលដែលអ្នកបានចោះចូលនឹងព្រះបន្ទូលរបស់ព្រះនិងព្រះវិញ្ញាណរបស់ទ្រង់រឿងបន្ទាប់ដែលអ្នកត្រូវធ្វើគឺធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវសូមចាំថាកុំរងចាំអារម្មណ៍របស់អ្នកមិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់អ្នកទាំងស្រុងទេប៉ុន្តែឆន្ទៈរបស់អ្នកស្ថិតនៅក្រោមការគ្រប់គ្រងរបស់អ្នកការអត់ទោសគឺចេញពីឆន្ទៈមិនមែនចេញពីអារម្មណ៍ទេសូមជ្រើសរើសអត់ទោសឲ្យបុគ្គលនេះឬបុគ្គលនោះសូមធ្វើការសម្រេចចិត្តខ្ញុំអត់ទោសខ្ញុំនឹងអត់ទោសខ្ញុំអត់ទោសឲ្យសេចក្តីប្រកាសជំហានបន្ទាប់គឺជាជំហានសំខាន់បំផុតមួយបញ្ជាក់ការអត់ទោសរបស់អ្នកដោយផ្ទាល់មាត់កុំឲ្យវាគ្រាន់តែជាការគិតខាងក្នុងដែលឆ្លងកាត់គំនិតរបស់អ្នកនោះឡើយនិយាយវាឲ្យខ្លាំងៗតាមមាត់របស់អ្នកអោព្រះជាម្ចាស់អើយខ្ញុំអត់ទោសឲ្យប្តីប្រពន្ធរបស់ខ្ញុំអត់ទោសឲ្យម្ដាយក្មេករបស់ខ្ញុំអត់ទោសឲ្យកូនរបស់ខ្ញុំអត់ទោសឲ្យចៅរបស់ខ្ញុំអត់ទោសឲ្យគ្រូគង្វាលរបស់ខ្ញុំអត់ទោសឲ្យអ្នកជិតខាងយ៉ាងណាក៏ដោយត្រូវនិយាយខ្លាំងៗថាអ្នកអត់ទោសឲ្យពួកគេហើយប្រសិនបើវាមិនត្រឹមត្រូវនៅលើកដំបូងសូមនិយាយវាម្ដងទៀតប្រហែលជានិយាយវាឲ្យកាន់តែលឺប្រហែលជាត្រូវនិយាយវាម្ដងហើយម្ដងទៀតនិយាយវាដោយផ្ទាល់មាត់របស់អ្នកដើម្បីផ្ដល់អំណាចដ៏អស្ចារ្យដល់វាឈរឲ្យមុំ
ដោយសន្មតថាអ្នកបានស្ម័គ្រចិត្តធ្វើជំហាន4ដំបូងដើម្បីទទួលស្គាល់តម្រូវការរបស់អ្នកចូលចោះចូលចំពោះព្រះធ្វើការសម្រេចចិត្តហើយបញ្ជាក់ដោយពាក្យសម្ដីជំហាន2បន្ទាប់គឺជាការការពារប្រឆាំងនិងការវិលត្រឡប់មកវិញនៃអារម្មណ៍អាក់អន់ចិត្តឧបមាថាអ្នកចាប់ផ្ដើមគិតម្ដងទៀតអំពីរឿងដែលបានកើតឡើងដែលវាពិបាកនិងមានភាពជូរចត់នៅក្នុងជីវិតរបស់អ្នកតើអ្នកត្រូវអត់ទោសឲ្យម្ដងទៀតឬទេដំបូន្មានរបស់ខ្ញុំគឺមិនត្រូវធ្វើវានោះទេពីព្រោះខ្ញុំជឿថាវាធ្វើឲ្យការអត់ទោសដំបូងរបស់អ្នកចុះខ្សោយនៅពេលដែលអ្នកត្រូវបានលបួងឲ្យត្រឡប់ទៅរកការអាក់អន់ចិត្តឬភាពល្វីងជូរចត់ម្ដងទៀតសូមរំលឹកខ្លួនឯងនិងព្រះជាម្ចាស់ថាអ្នកបានទម្លាក់បញ្ហានោះចោលហើយសូមនិយាយថាអោព្រះអម្ចាស់អើយទូលបង្គំបានអត់ទោសឲ្យបុគ្គលនោះហើយសូមដាក់វានៅក្នុងអតីតកាលអ្នកបានអត់ទោសរួចហើយវាបានជាប់ហើយអ្វីក៏ដោយដែលបុគ្គលប្រាក់$17នោះតំណាងឲ្យវាត្រូវបានលើកលែងទោសហើយលិខិតបំណុលត្រូវបានហែកចោលហើយអ្នកមិនអាចយកវាមកវិញបានទេវាបានខ្ចាត់ខ្ចាយទៅតាមខ្យល់ហើយអធិដ្ឋាននិងសុំព្រះពរជំហានចុងក្រោយនៅក្នុងដំណើរការនៃការអត់ទោសនេះគឺការជំនួសភាពអវិជ្ជមានជាមួយនឹងភាពវិជ្ជមានរាល់ពេលដែលអ្នកចាប់ផ្ដើមគិតពីបុគ្គលដែលអ្នកពិបាកអត់ទោសឲ្យចូលកុំផ្ដោតលើចំណុចអាក្រក់របស់ពួកគេកុំត្រឡប់ទៅគិតអំពីអំពើអាក្រក់ទាំងឡាយដែលពួកគេធ្លាប់និយាយនិងធ្លាប់ធ្វើនោះឡើយសូមអរគុណព្រះជាម្ចាស់សម្រាប់ពួកគេអរគុណព្រះដែលអ្នកបានអត់ទោសឲ្យពួកគេចូលគិតពីអ្វីដែលល្អអំពីពួកគេហើយចាប់ផ្ដើមអរព្រះគុណព្រះសម្រាប់ការនោះបន្ទាប់មកសូមអធិដ្ឋានសម្រាប់ពួកគេអធិដ្ឋានសូមការល្អមកពីព្រះសម្រាប់ពួកគេអធិដ្ឋានសូមឲ្យព្រះចាក់បង្ហូរការកប់ព្រះハរតីរបស់ទ្រង់លើពួកគេសូមយើងពិនិត្យមើលឡើងវិញនៅជំហានដើម្បីដើរចេញពីការអត់ទោសទី1ការទទួលស្គាល់ថាអ្នកត្រូវការអត់ទោសទី2ចោះចូលចំពោះព្រះចោះចូលចំពោះព្រះបន្ទូលរបស់ទ្រង់និងអ្វីដែលព្រះគម្ពីរបង្រៀនចោះចូលចំពោះព្រះវិញ្ញាណរបស់ទ្រង់ដែលទូលអង្វរជាមួយអ្នកទី3ធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវទី4ប្រកាសចេញឲ្យលឺហើយបើចាំបាច់សូមរកសាក្សីម្នាក់ដែលពិតជាបានលឺសេចក្តីប្រកាសរបស់អ្នកទី5ឈរឲ្យមាំក្នុងអ្វីដែលអ្នកបានធ្វើកុំត្រឡប់ទៅរកការអាក់អន់ចិត្តទី6អធិដ្ឋាននិងប្រទានពរដើម្បីជំនួសភាពអវិជ្ជមានដោយភាពវិជ្ជមានវិញសូមគិតពីអ្វីដែលល្អអំពីមនុស្សនោះអធិដ្ឋានសម្រាប់ពួកគេសូមព្រះពរដល់ពួកគេរាល់ពេលដែលអ្នកធ្វើអ្វីដែលមានភាពវិជ្ជមានច្រើនអ្នកកំពុងធ្វើឲ្យគ្មានកន្លែងសម្រាប់ភាពអវិជ្ជមានឡើយខ្ញុំចង់បញ្ចប់ដោយផ្ដល់ឲ្យអ្នកនៅគំរូនៃការអធិដ្ឋានដែលអ្នកអាចអធិដ្ឋាននៅពេលអ្នកត្រូវការអត់ទោសដល់អ្នកដទៃសូមអានវាដោយយកចិត្តទុកដាក់ហើយធ្វើឲ្យការនេះคล้ายទៅជាសេចក្តីអធិដ្ឋានរបស់អ្នកសូមប្រើសេចក្តីអធិដ្ឋាននេះនៅពេលណាដែលអ្នកត្រូវការអត់ទោសអោព្រះម្ចាស់អើយទូលបង្គំទទួលស្គាល់នៅតម្រូវការនៃការអត់ទោសពីទ្រង់ទូលបង្គំជឿថាទ្រង់សពប្រតិយអត់ទោសឲ្យទូលបង្គំដោយសារព្រះគ្រីស្ទប៉ុន្តែទូលបង្គំក៏ទទួលស្គាល់ដែរថាទូលបង្គំត្រូវការអត់ទោសឲ្យអ្នកដទៃដែរដូច្នេះហើយទូលបង្គំអត់ទោសឲ្យសូមបញ្ជាក់ពីឈ្មោះឬមនុស្សដែលអ្នកត្រូវការអត់ទោសឲ្យដោយការសម្រេចចិត្តរបស់ទូលបង្គំឥឡូវនេះទូលបង្គំសូមអត់ទោសឲ្យគាត់ឬនាងដូចជាទូលបង្គំត្រូវការទ្រង់អត់ទោសឲ្យទូលបង្គំដែរដោយការជឿទុកចិត្តលើព្រះគុណនិងភាពស្មោះត្រង់របស់ទ្រង់ឥឡូវនេះទូលបង្គំសូមបញ្ជាក់ថាទូលបង្គំបានអត់ទោសឲ្យគេហើយទ្រង់ក៏បានអត់ទោសឲ្យទូលបង្គំដែរសូមអរព្រះគុណព្រះជាម្ចាស់ទូលបង្គំសូមអធិដ្ឋានក្នុងព្រះនាមព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែនជំហានទាំង6នេះវាហាក់ដូចជាសាមញ្ញតែការអនុវត្តវាប្រហែលជាមិនងាយស្រួលនោះទេប៉ុន្តែនៅពេលអ្នករៀនអនុវត្តវាខ្ញុំជឿថាអ្នកនឹងទទួលបានបទពិសោធន៍នៃសេរីភាពកាន់តែច្រើននិងទទួលព្រះពរពីព្រះជាម្ចាស់